ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះមិនសូមលើរឿង anime មួយដែលមានចំណងជើងថា High School មកសង្ខេបជូនអ្នកទាំងអស់គ្នាទស្សនាសាច់រឿងចាប់ផ្ដើមឡើងជាមួយតួឯកប្រុសរបស់យើងមានឈ្មោះថា Issei គេជានិស្សិតឆ្នាំទី2នៃសាលា Oko Academy ដែលជាអតីតសាលាមានតែសិស្សស្រីប៉ុណ្ណោះ Issei មិនមែនជាសិស្សពូកែឬជាអ្នកខ្លាំងអីទេផ្ទុយទៅវិញ Issei គឺជាមេក្រុម Private Trio ដែលគិតតែពីរឿងស្រីៗប៉ុណ្ណោះនិងនាំសិស្សប្រុសផ្សេងៗទៀតលួចមើលសិស្សស្រីងុយទឹកក្តីសម័យដ៏ធំរបស់ Issei គឺចង់មានមិត្តស្រីនិងមួយថ្ងៃគេគិតតែរឿងអីអ្នកទាំងអស់គ្នាដឹងហើយបាច់មិននិយាយទេណោះខណៈពេលដែល Issei កំពុងតែអត់សង្ឃឹមថានឹងត្រូវនៅ single អស់មួយជីវិតស្រាប់តែមានថ្ងៃមួយមានរឿងមិននឹកស្មានក៏បានកើតឡើងមានក្មេងស្រីដ៏ស្រស់ស្អាតម្នាក់មានឈ្មោះថា Yuma បានមកសារភាពស្នេហ៍និងសុំគេណាត់ជួបតែម្ដង Issei សប្បាយចិត្តស្ទើរហោះព្រោះគិតថាទេវតាប្រទានលាភធំឲ្យគេហើយថ្ងៃណាត់ជួបក៏បានមកដល់ពួកគេទាំងពីរនាក់បានដើរលេងកម្សាន្តយ៉ាងផ្អែមល្ហែមដូចជាគូស្នេហ៍ទូទៅប៉ុន្តែលុះមកដល់ល្ងាចឡើងនៅពេលដែលពួកគេដើរមកដល់សួនច្បារដ៏ស្ងប់ស្ងាត់មួយ Yuma ក៏បានសួរ Issei នៅសំណួរដ៏ចម្លែកមួយនាងក៏បានសួរ Issei ថាតើ Issei អាចស្លាប់ដើម្បីនាងបានអត់ចំណែក Issei វិញពេលសង្សារខ្លួនឯងសួរចំនួនដ៏ចម្លែកអញ្ចឹងគឺឆ្ងល់មែនទែនប៉ុន្តែភ្លាមនោះ Issei មិនទាន់បាននឹងយកសំណួររបស់ Yuma ផង Yuma ក៏បានផ្លាស់ប្ដូររូបរាងខ្លួនឯងទៅជា Fallen Angel ទេវតានៃសេចក្តីស្លាប់ដែលមានស្លាបពណ៌ខ្មៅហើយបានបង្កើតលំពែងពន្លឺចាក់ទម្លុះពណ៌ Issei ភ្លាមតែម្ដង Yuma ប្រាប់ Issei ថា Issei ត្រូវតែស្លាប់ព្រោះ Issei មានវត្ថុសក្ការៈដ៏ធំមួយនៅក្នុងខ្លួនហើយបន្ទាប់មក Yuma ក៏បានចាក់សម្លាប់ Issei តែម្ដងចំណែកពេលដែលចាក់សម្លាប់ Issei ហើយ Issei បានដេកក្នុងឈុកឈាមហើយថែមពីនោះទៅទៀតគឺមានរង្វង់មន្តអាគមពណ៌ក្រហមបានលេចឡើង Yuma បានហោះចាក់ចេញទៅចោល Issei ឲ្យដេកដកដង្ហើមនៅក្នុងឈុកឈាមតែម្នាក់ឯងនៅក្នុងនាទីចុងក្រោយនៃជីវិត Issei បាននឹកទៅដល់មនុស្សស្រីដែលមានសក់ពណ៌ក្រហមម្នាក់ដែលគេតែងតែឃើញនៅក្នុងសាលាភ្លាមនោះរង្វង់មន្តអាគមពណ៌ក្រហមក៏បានលេចឡើងហើយក្មេងស្រីសក់ពណ៌ក្រហមដែលមានមន្តស្នេហ៍ម្នាក់ក៏បានបង្ហាញខ្លួនឡើងនាងគឺមានឈ្មោះថារ៉ៃនាងបាននិយាយទៅកាន់ Issei ថារស់ឡើងវិញចុះហើយរស់ដើម្បីនាងនៅពេលព្រឹកឡើង Issei បានភ្ញាក់ឡើងនៅលើគ្រែនៅក្នុងបន្ទប់របស់ខ្លួនដោយក្តីញើសឆោគេបានគិតអ្វីថាគ្រប់យ៉ាងគ្រាន់តែជាសប្បុរសអាក្រក់មួយពេលប៉ុណ្ណោះព្រោះរបួសនៅលើពោះក៏បានបាត់អស់ផងដែរប៉ុន្តែអ្វីមិនសាមញ្ញបែបនោះទេនៅពេលដែលគេបានទៅដល់សាលារៀនគេបានជួបនឹង Fallen Angel ម្នាក់ទៀតដែលព្យាយាមមកសម្លាប់គេជាលើកទី2នៅពេលដែល Issei កំពុងរត់គេចខ្លួនទាំងភ័យស្លន់ស្លោស្រាប់តែមាននិមិត្តសញ្ញាមន្តអាគមលេចឡើងនៅលើដៃរបស់គេហើយរ៉ៃក៏បានលេចខ្លួនចេញពីវាមកជួយសង្គ្រោះគេទាន់ពេលវេលារ៉ៃក៏បានបង្ហាញស្លាបបិសាចរបស់នាងចេញមកហើយបានប្រាប់ Issei នៅការពិតដ៏រន្ធត់មួយការពិតទៅ Issei យប់មិញគឺបានស្លាប់បាត់ទៅហើយកាលពីយប់មិញប៉ុន្តែនាងបានជួយសង្គ្រោះជីវិតគេដោយកែប្រែគេទៅជាបិសាចនិងជាកូនចៅបម្រើដាច់ថ្លៃរបស់នាងចាប់ពីពេលនេះទៅបន្ទាប់ពីដឹងថាខ្លួនឯងត្រូវស្លាប់ហើយរស់ឡើងវិញជាបិសាច Issei ទៅបានបងស្រីសក់ក្រហមដែលមានឈ្មោះថារ៉ៃនាំមកនៅទីសក្ការរបស់នាងដែលមើលទៅពីខាងក្រៅដូចជាក្លឹបសាវជាអបិយជំនឿធម្មតាមួយនៅក្នុងអគារចាស់នៃសាលាតែប៉ុណ្ណោះនៅទីនោះ Issei ត្រូវបានណែនាំឲ្យស្គាល់សមាជិកក្លឹបផ្សេងទៀតដែលពួកគេទាំងអស់សុទ្ធតែជាបិសាចនិងជាកូនចៅនៅក្នុងវង្សតកូលរបស់ Rise អ្នកទី1គឺមានឈ្មោះថា Hijima Akono ស្រីស្អាតសក់វែងសុលបោបតែបង្កប់ភាពសិចស៊ីនិងជាអនុប្រធានក្លឹបចំណែកអ្នកទី2គឺមានឈ្មោះថា Koneko ក្មេងស្រីតូចច្រឡឹងមុខស្ងួតចូលចិត្តញ៉ាំប៉ុន្តែមានកម្លាំងខ្លាំងដូចជាដំរីចំណែកឯអ្នកចុងក្រោយវិញគឺមានឈ្មោះថា Kiba Yuto ប្រុសស្អាតប្រចាំសាលាដែលធ្វើឲ្យ Issei របស់យើងគឺជ្រិញមុខតាំងពីឃើញដំបូងពីព្រោះថាស្រីៗនៅសាលានេះគឺចោមរោមគេខ្លាំងពេកចំណែក Issei របស់យើងវិញគឺដើរតួជាកូនទាហានប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺ Issei តែម្នាក់ឯងត្រូវប្រើប្រាស់ដូចជាកូនទាហានរហូតដល់8នាក់នេះបញ្ជាក់ថានៅក្នុងរឿងរបស់ Issei តែមានថាមពលអាកំបាំងមួយដែលខ្លាំងក្លាអស្ចារ្យលើពីមនុស្សធម្មតាទោះបីជាខ្លាចជាបិសាចក៏ពិតមែនប៉ុន្តែ Issei នៅតែជាកូនទាហានដ៏កម្រិតទាបដូច្នោះគេត្រូវធ្វើការងារគ្រប់បែបយ៉ាងដើម្បីបង្កើតឋានៈការងារដំបូងរបស់គេគឺការដើរចែកខិលប័ណ្ណមន្តអាគមតាមផ្ទះដើម្បីរងចាំមនុស្សហៅទៅជួយដើម្បីដោះដូរយកព្រលឹងពីពួកគេឬជាតម្លៃតបស្នងទីបំផុត Issei ក៏ត្រូវបានអតិថិជនម្នាក់ក៏ហៅជាលើកដំបូងគេសប្បាយចិត្តខ្លាំងណាស់ព្រោះគិតថាអតិថិជនដំបូងរបស់គេគឺជាស្រីស្អាតប៉ុន្តែពេលទៅដល់បែរជាជួបជាមួយបរិសុទ្ធពាក់វ៉ែនតាម្នាក់គាត់ហៅ Issei មកនេះគាត់តែចង់ឲ្យ Issei ធ្វើជាមើលអង្គុយមើល anime និងលេងហ្គេមជាមួយគ្នាសោះចំណែក Issei វិញគឺគេងយោបល់តែម្ដងប៉ុន្តែនេះជាការចាប់ផ្ដើមនៃជីវិតបិសាចកិច្ចសន្យារបស់គេនៅពេលធ្វើដំណើរត្រឡប់ទៅផ្ទះវិញទាំងអស់កម្លាំង Issei ទៅបានបិសាចមួយវាបហាដែលបិសាចមួយនោះគឺមានឈ្មោះថា Tri Devil ដែលមានរូបរាងគួរឲ្យខ្លាចនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នោះគីបានិងកូនេកូបានលេចខ្លួនមកទាន់ពេលវេលាគីបាបង្ហាញសមត្ថភាពដើរមន្តអាគមយ៉ាងលយចំណែកកូនេកូវិញវាយបិសាចនោះចង់បាក់ឆ្អឹងគ្រប់កន្លែងឃើញមិត្តភ័ក្តិប្រយុទ្ធយ៉ាងស្វិតស្វាញ Issei មានអារម្មណ៍ថាខឹងសម្បានឹងខ្លួនឯងនិងភាពទន់ខ្សោយរបស់ខ្លួនភ្លាមនោះកំហឹងនឹងចំណងចង់ការពាររបស់គេបានដាស់ថាមពលអាកំបាំងនៅក្នុងខ្លួនរបស់គេឲ្យភ្ញាក់ឡើងដៃឆ្វេងរបស់គេបានប្រែប្រួលទៅជាស្រោមដៃថាសដៃពណ៌មាសពណ៌ក្រហមមួយដែលមានត្បូងពណ៌បៃតងភ្លឺចាញ់ខ្លាំងមែនទែននេះហើយគឺជា Skill Gear របស់ Issei ដែលមានឈ្មោះថា Boss Gear ដែលភាសាខ្មែររបស់យើងគឺបកថាដៃនិករាជទោះបីជាគេមិនទាន់ចេះប្រើវាច្បាស់ក៏ដោយប៉ុន្តែវាបានបញ្ចេញកម្លាំងថាមពលបង្កើតកម្លាំងវាយបកទៅវិញទៅលើសត្រូវយ៉ាងខ្លាំងក្លានេះបង្ហាញឲ្យឃើញថា Issei មិនមែនជាបិសាចកំសាកទៀតឡើយបន្ទាប់ពីដាស់ថាមពលស្រោមដៃនេះ Boss Gear ឲ្យភ្ញាក់ឡើង Issei នៅតែបន្តភារកិច្ចដើរចែកខិតប័ណ្ណដដែលប៉ុន្តែថ្ងៃមួយខណៈពេលដែលកំពុងដើរតាមផ្លូវគេបានជួបនឹងស្រីស្អាតម្នាក់គេបានជួបនឹងក្មេងស្រីដ៏ស្រស់ស្អាតម្នាក់នៅក្នុងសម្លៀកបំពាក់ដូនជីតែបានដួលផ្កាប់មុខទៅលើដីយ៉ាងគួរឲ្យអាណិតដូនជីតូចម្នាក់នោះមានឈ្មោះថា Ashi Agento នាងទើបតែធ្វើដំណើរមកពីបរទេសហើយបានបង្វែងផ្លូវនៅក្នុងទីក្រុងមួយនេះដោយសារតែភាព slow burn និងគួរឲ្យស្រឡាញ់ខ្លាំងពេក Issei ក៏បានស្ម័គ្រចិត្តនាំនាងដើរលេងពួកគេទាំងពីរនាក់មើលទៅដូចជាត្រូវរើគ្នាយ៉ាងលឿនរហូតបានបង្កើតជាមិត្តភាពដ៏អស្ចារ្យមួយនៅក្នុងអំឡុងពេលដើរលេងជាមួយគ្នា
ពួកគេក៏បានប្រទះឃើញកូនឆ្កែមួយក្បាលកំពុងរងរបួសរំពេញនោះអារ៉េនតូបានបង្ហាញសមត្ថភាពពិសេសមួយដោយប្រើប្រាស់ថាមពលមន្តអាគមពណ៌បៃតងចេញពីដៃរបស់នាងដើម្បីព្យាបាលរបួសឲ្យកូនឆ្កែនោះជាសះស្បើយភ្លាមអ៊ីសេដឹងភ្លាមថានេះគឺជាស្កាហ្គាផ្នែកព្យាបាលដ៏កម្រមួយដែលវាមានឈ្មោះថា Twin Light Healing ប៉ុន្តែភ្លាមនោះក្តីសោករបស់ពួកគេទាំងពីរនាក់ត្រូវបានកាច់ផ្ដាច់នៅពេលដែលមានបរិសម្នាក់មកពីសាសនាចក្រវាឡលេចខ្លួនមកបរិសម្នាក់នោះបានលេចខ្លួនមកនិងហៅអារ៉េនតូឲ្យត្រឡប់ទៅវិញមុនពេលចាក់ចេញអ៊ីសេបានឃើញរូបខ្សែកឈើឆ្កាងរបស់ព្រះវិហារហើយស្ទើរតែមានអារម្មណ៍ឈឺក្បាលនិងកាហាយពេញខ្លួនភ្លាមហើយមូលហេតុនេះគឺឥឡូវនេះព្រោះអ៊ីសេគឺជាបិសាចហើយវត្ថុសក្ការៈរបស់ព្រះវិហារគឺជាសត្រូវធម្មជាតិដែលបិសាចមិនអាចប៉ះបានពេលត្រឡប់ទៅដល់ក្លឹបវិញអ៊ីសេបានប្រាប់រឿងរ៉ាវរបស់អារ៉េនតូទៅកាន់រ៉ៃចំណែករ៉ៃវិញនាងបានពមៀនទៅកាន់អ៊ីសេយ៉ាងមើលម៉ាត់ថាកុំឲ្យទៅពាក់ព័ន្ធជាមួយនឹងអារ៉េនតូទៀតអីព្រោះនាងនឹងថាអារ៉េនតូកំពុងតែសហការជាមួយនឹង Fallen Angel ដែលពួកគេគឺជាក្រុមបានសម្លាប់អ៊ីសេកាលពីកន្លងមកដោយក្តីបារម្ភពីសុវត្ថិភាពរបស់អារ៉េនតូអ៊ីសេមិនបានស្ដាប់បញ្ជារបស់រ៉ៃឡើយគេបានលួចទៅកាន់ព្រះវិហារចាស់មួយដែលបានបោះបង់ចោលនៅជាយក្រុងនៅទីនោះគេមិនត្រឹមបានតែជួបអារ៉េនតូប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានជួបនឹងយូម៉ាអតីតមិត្តសិស្សចាស់ដែលបានចាក់ពោះរបស់គេរួមទាំងអ្នកបួសចិត្តឈួតម្នាក់មានឈ្មោះថា Frit ដែលក៏គឺជាអ្នកប្រមាញ់បិសាចដ៏សាហាវដង្ខូខើម្នាក់ផងដែរពេលដែលឃើញបែបនេះ Frit បានបើកការវាយប្រហារទៅលើអ៊ីសេភ្លាមដែលគ្មានបណ្ណៃដៃដោយប្រើដៃពលឺនិងកំភ្លើងបាញ់គ្រាប់មន្តអាគមចំណែកអ៊ីសេមិនទាន់ចេះប្រាស់ថាមពលប្រយុទ្ធច្បាស់លាស់នោះទេគេត្រូវបានរងរបួសជាធ្ងន់និងស្ទើរតែហែកជាកង់ទៅហើយចំណែកអារ៉េនតូវិញត្រូវបានតែយំអង្វរ Frit កុំឲ្យធ្វើអាប់អ៊ីសេតែប៉ុណ្ណោះនៅក្នុងវិនាទីដែលគ្រោះថ្នាក់បំផុតគីបាននឹងកូននៃកោបានទម្លុះទ្វារព្រះវិហារចូលមកជួយអ៊ីសេទាន់ពេលវេលាដោយឃើញស្ថានភាពមិនសូវស្រួល Frit និង Fallen Angel ផ្សេងទៀតក៏បានសម្រេចចិត្តដកថយទៅវិញសិនដោយនាំយកអារ៉េនតូទៅជាមួយគេផងដែរទោះបីជាត្រូវបានជួយសង្គ្រោះជីវិតពិតមែនប៉ុន្តែអ៊ីសេមានអារម្មណ៍ឈឺចាប់និងខឹងសម្បារយ៉ាងខ្លាំងដែលខ្លួនឯងទន់ខ្សោយមិនអាចជួយមិត្តភក្តិដ៏ល្អរបស់គេតែអ៊ីសេតួអង្គឯកប្រុសរបស់យើងអាចទៅជួយអារ៉េនតូដែលជាមិត្តល្អបានដែរឬទេចឹងមានចាំមើលភាគក្រោយទាំងអស់គ្នាទាំងអស់គ្នាជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញទស្សនារឿង High School បន្តទៀតបន្ទាប់ពីអារ៉េនតូទៅបានពួក Fallen Angel ចាប់ខ្លួនយកទៅអ៊ីសេមានអារម្មណ៍ថាខ្លួនឯងពិតជាគ្មានប្រយោជន៍មែនទែនប៉ុន្តែរ៉ៃបានសម្រេចចិត្តថាពួកគេមិននៅស្ងៀមទៀតនោះទេនាងបានប្រមូលសមាជិកទាំងអស់រួមមានគីបាហ៊ីមីជីម៉ានិងកូនេកូដើម្បីរៀបចំផែនការវាយលុកក្នុងព្រះវិហារនិងសង្គ្រោះអារ៉េនតូមកវិញរ៉ៃបានបញ្យល់ថាពួក Fallen Angel មិនបានចាប់យកអារ៉េនតូលេងសើចនោះទេប៉ុន្តែពួកវាចង់ប្រើប្រាស់ថាមពល Twin Light Healing របស់អារ៉េនតូដើម្បីទាញយក Skyage ចេញពីរាងកាយរបស់នាងហើយបន្ទាប់មកយកវាដាក់ក្នុងអាវុធដ៏អស្ចារ្យមួយដែលមានឈ្មោះថា Excalibur បើសិនបើធ្វើបែបនេះអារ៉េនតូនឹងត្រូវបាត់បង់ជីវិតភ្លាមតែម្ដងនៅពេលយប់ស្ងាត់ក្រុមរបស់រ៉ៃបានមកដល់ព្រះវិហារការប្រយុទ្ធបានផ្ទុះឡើងយ៉ាងសាហាវគីបានប្រើល្បឿនដូចជាផ្នែកបន្ទោរបស់គេដើម្បីដោះស្រាយជាមួយពួកបិសាចកម្រិតទាបចំណែកឯកូនេកូវិញប្រើថាមពលរន្ទះដ៏ខ្លាំងក្លារបស់នាងដើម្បីបង្កើតជាព្យុះដ៏គួរឲ្យខ្លាចមួយចំណែកអ៊ីសេបានរត់យ៉ាងលឿនចូលទៅក្នុងព្រះវិហារដើម្បីរកអារ៉េនតូគេក៏បានជួបនឹងរ៉ៃណែដែលជាអតីតយូម៉ាដែលជាសង្សារចាស់របស់គេដែលយូម៉ាកំពុងតែត្រៀមខ្លួនធ្វើវិធីដកស្កាហ្គាចេញពីអារ៉េនតូយូម៉ាបានសាច់ចំអកទៅលើអ៊ីសេដែលជាបិសាចកំសាដែលគ្មានថ្ងៃអាចឈរឈ្នះពួកទេវតាបានឡើយអ៊ីសេព្យាយាមវាយប្រហារដោយសារតែថាមពលរបស់គេនៅមានកម្រិតគេក៏ត្រូវបានយូម៉ាវាយដួលម្ដងហើយម្ដងទៀតនៅពេលដែលអ៊ីសេគ្មានសង្ឃឹមថាឈ្នះទៅហើយនោះសម្លេងដ៏ទន់ភ្លន់របស់អារ៉េនតូក៏បានហៅឈ្មោះគេភាពខឹងសម្បារនិងទឹកចិត្តចង់ការពារមិត្តភក្តិបានធ្វើឲ្យសំដៃបូស្គីរបស់អ៊ីសេចាប់ផ្ដើមបញ្ចេញពន្លឺក្រហមឆ្អៅពេលនោះសាតែមានសម្លេងដ៏សាហាវនិងថាមពលពន្លឺក្នុងដៃរបស់គេរាល់ពេលដែលអ៊ីសេសៃថាប៊ូសថាមពលអ៊ីសេក៏បានកើនឡើងទ្វេដងគេវាយបោះទៅលើយូម៉ាយ៉ាងសន្ធឹកសន្ធាប់រហូតដល់នាងមានការភ័យខ្លាចជាលើកដំបូងអ៊ីសេបានកន្តិចខ្សែចំណងដែលចងអារ៉េនតូបានសម្រេចគេមានឱកាសអោបនាងនៅក្នុងដៃហើយក៏បាននាំនាងចេញពីកន្លែងដ៏គួរឲ្យខ្លាចនោះប៉ុន្តែទោះបីជាពួកគេអាចរត់ខ្លួនពិតមែនប៉ុន្តែសភាពរបស់អារ៉េនតូគឺខ្សែខ្លាំងណាស់ដោយសារតែនាងត្រូវបានពួក Fallen Angel ធ្វើបាបនិងទាញយកថាមពលមួយផ្នែកទៅហើយទោះបីជាពួកគេត្រូវបានត្រឡប់មកវិញក៏ដោយប៉ុន្តែភារកិច្ចរបស់ពួកគេមិនទាន់ចាប់នោះទេពួក Fallen Angel នៅតែមិនទាន់បញ្ចេញកម្លាំងអស់នៅឡើយនោះទេយូម៉ាក៏បានដឹកនាំពួក Fallen Angel មកវាយប្រហារដល់ទីស្នាក់ការរបស់រ៉ៃផ្ទាល់តែម្ដងពួកវាចង់មកទាមទារយកអារ៉េនតូត្រឡប់ទៅវិញដើម្បីបំពេញពិធីសាសនាដ៏ខ្មៅងងឹតរបស់ពួកគេនៅក្នុងសភាតានទាំងនោះរ៉ៃបានបញ្ជាឲ្យហ៊ីមីជីម៉ាគីបានិងកូនេកូបើកព្រឹត្តិការណ៍ការពារយ៉ាងតឹងរ៉ឹងបំផុតដើម្បីការពារអារ៉េនតូនិងអ៊ីសេនៅក្នុងការប្រយុទ្ធដ៏ស្វិតស្វាញនេះអ៊ីសេបានយកខ្លួនឯងថាខ្លួនឯងមិនអាចពឹងផ្អែកលើអ្នកដទៃបានរហូតនោះទេគេបានក្រោកឈរឡើងហើយបានដាស់តឿនថាមពលនិករីនៅក្នុងដៃរបស់គេដែលធ្វើឲ្យថាមពលដៃនិករីរបស់គេឡើងមួយកម្រិតទៀតកាន់តែខ្លាំងជាងមុនលៀមនោះស្រាំដៃនិករីរបស់អ៊ីសេបានវិវត្តទៅជាទម្រង់ដ៏ខ្លាំងមួយគេលែងជាកូនទាហានខ្សែទៀតហើយប៉ុន្តែគេកំពុងប្រើថាមពលអំណាចរបស់ Red Dragon ដែលបានលាក់បាំងជាអាចកម្បាំងជាចាឆាមនៅក្នុងខ្លួនរបស់គេបន្ទាប់មកការប្រយុទ្ធរវាងអ៊ីសេនិងយូម៉ាបានក្លាយជាការប្រយុទ្ធដ៏អស្ចារ្យមួយយូម៉ាបានប្រើលំពេងពន្លឺរាប់មិនអស់បាញ់មកលើអ៊ីសេប៉ុន្តែអ៊ីសេបានប្រើថាមពលកម្លាំងបូស្គីវាបំបីលំពេងនោះយ៉ាងងាយស្រួលនៅពេលដែលប្រយុទ្ធគ្នាអស់ជាច្រើនម៉ោងទីបំផុតយូម៉ាក៏បានត្រូវបរាជ័យការប្រយុទ្ធក៏បានបញ្ចប់រ៉ៃក៏បានលេចខ្លួនមកហើយក៏បានប្រើថាមពលរបស់នាងបញ្ចប់ជីវិតរបស់យូម៉ាដើម្បីការពារកុំឲ្យនាងបង្កភាពវឹកវរនៅក្នុងទីក្រុងតទៅទៀតបន្ទាប់ពីសត្រូវដ៏ធំបំផុតត្រូវបានកម្ចាត់ហើយអារ៉េនតូក៏ត្រូវបានសង្គ្រោះជាស្ថាពរដោយសារតែសមត្ថភាពពិសេសរបស់នាងរ៉ៃក៏បានសម្រេចចិត្តទទួលយកអារ៉េនតូចូលជាសមាជិកគ្រួសារបិសាចរបស់នាងបន្តទៀតដែលផ្ដល់ឲ្យនាងនៅកូនអុកមួយដើម្បីឲ្យនាងអាចរស់នៅនិងប្រើប្រាស់ថាមពលព្យាបាលរបស់នាងទីបំផុតភាពស្ងប់ស្ងាត់ក៏បានត្រឡប់មកវិញអ៊ីសេក៏មានមិត្តស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ហើយនេះគឺជាអារ៉េនតូនេះឯងនៅក្នុងក្រុមហើយជីវិតបិសាចរបស់គេក៏កាន់តែមានន័យហ្នឹងឯង
អ្នកទាំងអស់គ្នាចាប់ពីកន្លែងនេះទៅ Admin ចង់ជំរាបអ្នកទាំងអស់គ្នាថាសាច់រឿង anime គេអត់ទាន់ចេញនោះទេអញ្ចឹង Admin សូមធ្វើ manga ដើម្បីបញ្ចប់សាច់រឿងនេះតែម្ដងខណៈពេលដែលពួកគេកំពុងតែសប្បាយរីករាយក៏ស្រាប់តែមានការលេចឡើងនៅតួអង្គថ្មីដែលមិនមែនជាទេវតាឬបិសាចឡើយនៅក្នុងសាលាមានពាក្យចាមរាអំពីក្មេងស្រីម្នាក់នោះថាគឺមានសមត្ថភាពប្រើប្រាស់ដាវដ៏អស្ចារ្យដែលវាពាក់ព័ន្ធនឹងអាវុធរស់ Excalibur ហើយក្មេងស្រីម្នាក់នោះមានឈ្មោះថា Zoneva បានបង្ហាញខ្លួននៅក្នុងទីក្រុងនាងគឺជាអ្នកបួសមកពីសាសនាប៉ុន្តែនាងមកនេះមិនមែនដើម្បីមកសួរសុខទុក្ខឡើយនាងកាន់ដាវដ៏ធំមួយហើយគោលបំណងរបស់នាងគឺប្រមូលចំណែកដាវរបស់ Excalibur ដែលបានត្រូវគេលួចយកមកទីក្រុងមួយនេះដោយសារតែការប្រមូលចំណែក Excalibur អាចបង្កគ្រោះថ្នាក់ដល់ទីក្រុងរ៉ៃក៏បានសម្រេចចិត្តចូលរួមចំណែកស្វែងរកដាវនោះតែម្ដងប៉ុន្តែសហការរវាងបិសាចនិងអ្នកបួសគឺជារឿងដែលមិនគួរឲ្យជឿ Zoneva មិនសូវទុកចិត្តរ៉ៃប្រមាណនោះទេប៉ុន្តែនាងគឺគ្មានជំរឿននោះទេនាងគឺត្រូវការជំនួយដើម្បីស្វែងរកពួកបិសាចដែលបានលួចដាវនោះរឿងរ៉ាវក៏កាន់តែតានតឹងនៅពេលដែលយើងបានដឹងថា Kiba Yuto សមាជិកម្នាក់នៅក្នុងក្រុមរ៉ៃមានអតីតកាលដ៏ឈឺចាប់ដែលទាក់ទងនឹងគម្រោង Holy Sword ការលេចឡើងនៃដាវរបស់ Excalibur បានធ្វើឲ្យ Kiba មានអារម្មណ៍ខឹងសម្បានិងចង់សងសឹកទៅលើអ្នកដែលបានបង្កើតវាមិនយូរប៉ុន្មានក្រុមបិសាចដែលបានលួចដាវ Excalibur ក៏ចាប់ផ្ដើមបង្ហាញនៅចង្កូមរបស់វាពួកគេមិនត្រឹមតែមានកម្លាំងខ្លាំងប៉ុណ្ណោះនោះទេប៉ុន្តែពួកគេមានអាវុធទេវកថាដែលអាចសម្លាប់បិសាចយ៉ាងងាយស្រួលហើយអ៊ីសេរបស់យើងវិញក៏ទៅប្រឈមមុខនឹងសត្រូវដែលខ្លាំងជាងមុនផងដែរការប្រយុទ្ធដ៏ធំរវាងដាវស័ក្តិសិទ្ធិក៏បានចាប់ផ្ដើមហើយការប៉ះទើកាលពីនៅក្មេង Kiba គឺជាកុមារម្នាក់ក្នុងចំណោមកុមារជាច្រើនដែលត្រូវបានចាប់ខ្លួនយកទៅគេត្រូវបានចាប់ខ្លួនយកទៅធ្វើជាវត្ថុនៃការពិសោធន៍ក្នុងចំណោមដាវ Excalibur ចំនួនថ្មីគម្រោងនេះគឺមានឈ្មោះថា Project Holy Sword Kiba ជាអ្នករស់រានមានជីវិតតែម្នាក់គត់ប៉ុន្តែគេត្រូវបាត់បង់មិត្តភ័ក្តិទាំងអស់ដែលគេស្រឡាញ់នោះហើយគឺជាមូលហេតុនៅពេលដែល Kiba ឃើញដាវ Excalibur លេចមុខឡើង Kiba មិនអាចទប់អារម្មណ៍បាននោះទេហើយក៏បានចាក់ចេញពីក្លឹបដើម្បីស្វែងរកការសងសឹកតែម្នាក់ឯង Kiba បានទៅជួបក្រុមដែលប្រើប្រាស់ដាវ Excalibur បរិះម្នាក់ក្នុងចំណោមពួកវាគឺមានឈ្មោះថា Gali ដែលជាអ្នកបង្កើតគម្រោងពិសោធន៍ការពីអតីតកាលនោះ Kiba បានផ្ទុះកំហឹងយ៉ាងខ្លាំងនិងបញ្ចេញថាមពលដាវរបស់គេដើម្បីសម្លាប់ទាំងអស់ Rai Ise និង Zoneva តាមមិនទាន់ Kiba ប៉ុន្តែ Zoneva ដែលជាអ្នកបួសក៏បានដឹងពីការពិតដ៏អាក្រក់របស់សាសនាចក្រវាឡមួយនេះដែលនាងបានគោរពបូជាអស់ជាច្រើនឆ្នាំការពិតគឺជាអ្នកនៅពីក្រោយខ្នងគម្រោងពិសោធន៍សម្លាប់មនុស្សដ៏ឃោរឃៅមួយនេះនៅពេលដែល Kiba កំពុងធាក់ក្នុងអង្លង់កំហឹងនិងភាពងងឹតពេលនោះសារតែមានថាមពលមួយដែលគេមិនធ្លាប់ដឹងពីមុនមកបានភ្ញាក់ឡើងវាគឺជា Balance Breaker របស់ Kiba គេបានរួមបញ្ចូលគ្នារវាង Dice Scare និង Dominic នៅពេលដែលទាំងពីរបានបូកបញ្ចូលគ្នាហើយគេអាចបង្កើតដាវថ្មីមួយដែលមានឈ្មោះថា Sword of Betrayer ដាវថ្មីរបស់គេគឺវាប្រហារទៅត្រូវយ៉ាងសាហាវថាមពលដ៏ខ្លាំងក្លារបស់ដាវថ្មីមួយនេះគឺខ្លាំងក្លាមែនទែនវាអាចកាត់ដាវ Excalibur ដែលរឹងមាំបានយ៉ាងងាយស្រួល Kiba បានបង្ហាញឲ្យឃើញថាទោះបីជាគេជាបិសាចពិតមែនប៉ុន្តែឆន្ទៈដ៏មោះមុតក្នុងការកាត់ផ្ដាច់ពីអតីតកាលដ៏ខ្មៅងងឹតរបស់គេបន្ទាប់ពីការប្រយុទ្ធបានបញ្ចប់ Zoneva ក៏បានផ្លាស់ប្ដូរចិត្តដោយសារតែនាងឃើញភាពខ្វល់ខ្វាយនៃសាសនារបស់នាងលែងមានចំហត្រឹមត្រូវក្នុងការកាន់ដាវនេះទៅទៀតទៅហើយនាងបានសម្រេចចិត្តចូលរួមក្រុមជាមួយរ៉ៃក្នុងនាមជាកោសម្ព័ន្ធដើម្បីប្រឆាំងនឹងផែនការរបស់ចក្រវាឡដ៏ខ្មៅងងឹតមួយនេះទីបំផុត Kiba បានដោះខ្លួនឯងចេញពីអតីតកាលដ៏ឈឺចាប់ហើយក្រុមរបស់រ៉ៃក៏កាន់តែរឹងមាំជាងមុនដោយសារ Zoneva ក៏បានចូលរួមផងដែរអូខេអ្នកទាំងអស់គ្នាសាច់រឿងមួយនេះដែរក៏ដល់ទីបញ្ចប់ផងដែរ Admin អរគុណអ្នកទាំងអស់គ្នាដែលទស្សនាសាច់រឿងមួយនេះពីដើមដល់ចប់ព្រោះថា anime មួយនេះគឺខ្លីទេអ្នកទាំងអស់គ្នាតែពី10ភាគទេដោយសារតែ anime មួយនេះ Admin សង្ខេបតែសាច់រឿងសំខាន់ៗនិងការប្រយុទ្ធគ្នាតែប៉ុណ្ណោះសម្រាប់អ្នកដែលចង់មើលឈុតពិសេសផ្សេងៗអ្នកទាំងអស់គ្នាអាចចូលទៅមើលខ្លួនឯងបានបើសិនអ្នកទាំងអស់គ្នាចូលចិត្តការសម្ដែងរបស់ Admin កុំភ្លេចចុច like និង subscribe ម្នាក់មួយផង Admin ជូនពរអ្នកទាំងអស់គ្នាសុខភាពល្អនិងហ៊ានពូកែយើងជួបគ្នាទៅវីដេអូក្រោយទៀតបាយបាយ